Ok, từ đó này, trong video này chúng ta muốn hành bộ tên MP rồi promote tên này MP Google Form đã kiếm ăn một cái video mình cái video mình chấm ăn một cái MP Google Form mới cứแบบนี้จังไปได้ยังบังคับไอ้ reset กด vìทำไรsẽ thật trả hết dươngត្រូវប្រមូលទៅនៃបកគាត់ទៅអញ្ចឹងធ្វើមិនទៅយើងអាចប្រមូលទៅនៃបកគាត់បានជាឧទាហរណ៍ខ្ញុំនឹងចូលទៅក្នុងថ្នាក់ BTH ទី1សិនគេអញ្ចឹងនៅក្នុងនេះគឺពេលដែលយើងបើកទៅគឺយើងរងចាំវាបន្តិចយើងនឹងឃើញថាមានអ្នកវាតម្លៃ9នាក់អញ្ចឹងដោយសារសិស្ស BTH ទី1គឺគាត់មាន9នាក់នឹងឯងចឹងគ្រប់គ្រាន់ហើយអញ្ចឹងបើខ្ញុំត្រូវធ្វើគឺខ្ញុំត្រូវចុចទៅលើ response ហើយបន្ទាប់មកគឺខ្ញុំចុចទៅក្នុង link to sheet នេះគឺជាកម្មវិធី Excel របស់ Google ចឹងចុចលើមកហើយយើង create ជាមិនថាយើងត្រូវ create Microsoft Excel នៅក្នុង Google Google Sheet អូខេបន្ទាប់មកគឺអ្វីដែលអ្នកនរត្រូវធ្វើយើងអាច download ក៏បានឬក៏យើងអាចធ្វើនេះក៏បានចឹងអ្វីដែលខ្ញុំគួរតែធ្វើខ្ញុំចង់ download ដោយសារខ្ញុំចង់ប្រើជា Excel ជា file ហើយខ្ញុំចុច download ហើយ download Microsoft Excel.xlsx អូខេខ្ញុំ download ដល់មកអូខេ download បានហើយគឺនៅទីនេះខ្ញុំ click open file ហ្នឹងចឹងឃើញថានៅក្នុង file ហ្នឹងគឺយើងអាច generate ឬក៏អាចគណនាបានទេដោយសារនៅក្នុង file ហ្នឹងគឺវាជាអក្សរវាមិនមែនជាលេខទេពេលដែលយើងចុចអូខេបើកធំតិចមកអូខេពេលដែលយើងចុចទៅលើនឹងមកគឺនៅក្នុងនេះគឺវាមិនមែនជាតោះវាមិនមែនជាអក្សរទេវាមិនមែនជាលេខទេវាជាអក្សរអូខេអញ្ចឹងដើម្បីយើងផ្លាស់ប្ដូរអក្សរបានគឺយើងត្រូវទៅផ្លាស់ប្ដូរទៅតាមលេខរបស់យើងអញ្ចឹងមានថានៅក្នុងកិច្ចការរបស់ខ្ញុំគឺខ្ញុំឲ្យ1ស្មើអត់ហ្នឹងស្មើ1 2ស្មើអត់ហ្នឹងស្មើ2 3ស្មើល្មមហ្នឹងស្មើ3 4ស្មើល្អហ្នឹងស្មើ4ហើយនឹង5ល្អហ្នឹងគឺស្មើ5ដើម្បីយើងអាចទៅគណនាជាមធ្យមភាគឬក៏ជា rate ដើម្បីឲ្យសាស្ត្រាចារ្យគាត់ដឹងថាគាត់ទទួលបានបន្ទុកប្រមាណនៅពេលដែលនិស្សិតវាតម្លៃគាត់អូខេអ្វីដែលខ្ញុំគួរតែធ្វើខ្ញុំគាត់តែ click download អូខេខ្ញុំ download ទៅអស់ហ្នឹងមកហើយសំដៅ copy click ខ្ញុំ control C ដើម្បី copy ហ្នឹងហើយខ្ញុំទៅ Microsoft Excel របស់យើងហើយខ្ញុំទៅ control H មានន័យថា replace ចឹង control H គឺ replace មានថាខ្ញុំ copy មកហើយខ្ញុំលុបទាំងអស់មកខ្ញុំទុកតែលេខ1បាត់ហើយក៏ឬក៏ខ្ញុំកាត់ចឹងក៏បានហើយទុកខ្ញុំដាក់លេខ1ជាភាសាខ្មែរហើយសំដៅជាលេខតារាងដើម្បីអាចគណនាបានហើយ refresh all អូខេជាង refresh បាន3បន្ទាប់មកតទៀតជាងដាក់លេខ2ម្ដងហើយខ្ញុំលុបខ្ញុំកាត់ចោលហើយដាក់សំដៅមកទៀតកាត់ចោលហើយដាក់លេខ2មែនទេហើយខ្ញុំ replace អូខេខ្ញុំបាន15 replace តទៀតខ្ញុំដាក់លេខ3ខ្ញុំធ្វើរហូតដល់គ្រប់លេខ5មកអូខេខ្ញុំទៅ copy បន្តិចសាបាត់លេខ3ណាអូខេខ្ញុំលុបនឹងចោលហើយខ្ញុំ replace with លេខ3ហើយ refine replace all ខ្ញុំទៅមកតទៀតលេខ4ខ្ញុំលុបសញ្ញា command នឹងចោលសិនគេ control X ដើម្បីកាត់ហើយខ្ញុំលុបនឹងចោលគេសាប់បាត់ល្អមែនទេហើយខ្ញុំដាក់ទៅជាលេខម៉ានលេខ4ហើយខ្ញុំ refresh all គេ refresh all តមកគឺចុងក្រោយគឺលេខ5ឃើញទេដាក់លេខ5ហើយខ្ញុំចុច refresh all អញ្ចឹងជាការស្រេចខ្ញុំ close ចោលតមកគឺយើងឃើញថាយើងទទួលបានទិន្នន័យជាលេខនេះមិនមែនថាយើងអាចគណនាបានហើយពេលខ្ញុំបង្រួបវាទៅជាខ្លីតែម្ដងแบบนี้អូខេចឹងគឺជាលេខមានថាចាប់ពីកន្លែងហ្នឹងទៅយើងគឺអាចគណនាបានហើយឧទាហរណ៍ខ្ញុំប្រើរូបមន្ត31ឲ្យទៅ average ចឹងហើយខ្ញុំ
select របស់នឹងមកបិទមកកញ្ចក់អញ្ចឹងខ្ញុំមានថាចាប់ពីកន្លែងទៅគឺយើងអាចប្រើរូបមន្តដើម្បីគិតនៅនេះវាបានហើយអូខេអញ្ចឹងមានថាវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអាច select សាកល្បងបានជាមួយនឹងការធ្វើបែបនេះអូខេសង្ឃឹមថាវីដេអូនេះអាចជួយដល់អ្នកបានអរគុណច្រើនសូមព្រះប្រទានពរ